បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានការជូនដំណឹងមួយជូនដល់បងប្អូនជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបពាក់ព័ន្ធនឹងបងប្អូនដែលមានសិភៅគ្រួសារចាស់ឬក៏សិភៅគ្រួសារកោះលុបបែបនេះសូមបងប្អូនយកសិភៅទាំងអស់នេះមកបដូរឬក៏ធ្វើថ្មីឡើងវិញនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលដែលបងប្អូននៅចំពោះឯកសារដែលធ្វើសិភៅនេះរួមមានសម្បត្តិអាពាហ៍ពិពាហ៍សម្បត្តិកំណើតអត្តសញ្ញាណប័ណ្ណរូបថតប្តី3ប្រពន្ធ2នៅពេលដែលបងប្អូនមានឯកសារគ្រប់ចំនួនទាំងអស់នេះហើយបងប្អូនយកទៅកូពីឬក៏ធ្វើសេចក្តីចម្លងនៅតាមរដ្ឋបាលក្រុងស្រុកដែលបងប្អូនរស់នៅក្រោយពីបងប្អូនមានឯកសារគ្រប់គ្រាន់អស់ហើយបងប្អូនកាន់ឯកសារទាំងអស់នេះរួមជាមួយនឹងសៀវភៅដែលចាស់ខូចកោះលុបនេះយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីស្នើសុំធ្វើថ្មីហើយរយៈពេលនៃការធ្វើនោះគឺរយៈពេល15ថ្ងៃគិតតែថ្ងៃធ្វើការបាទអរគុណ